នឹងសួស្តីបងប្អូនចឹងថ្ងៃនេះជាសំណាងល្អដែលបានដើរមកប្រាសាទហើយក៏បានជួបប្រទះនឹងស្ដេចស្វាស៊ុនអ៊ូខុងចឹងស្ដេចស្វាមួយនេះគឺស្អាតមែនទែនហើយបងប្អូនមិនចាំបាច់ទៅរកស៊ុនអ៊ូខុងនៅស្រុកចិនទេនេះហើយស៊ុនអ៊ូខុងអត់ទៅចម្លងធរចម្លងអាអីជាមួយលោកគ្រូតាំងចេញទេសម្រាប់ចិត្តមកទីនេះតែដោយសារមានរបស់ស៊ីរបស់អីច្រើនសុំពីអ្នកទេសចរអីចឹងទៅចឹងបងប្អូនមើលទាំងអស់គ្នានេះស៊ុនអ៊ូខុងហើយចឹងបងប្អូនដែលបានជួបស្ដេចស្វាស៊ុនអ៊ូខុងនេះមួយនេះហើយយ៉ាគឺសម្រាប់ចិត្តមិនទៅចម្លងធរជាមួយທາງជេងទេមកចាំមើលទេសចរដើរមកក៏សុំការ៉េមសុំអីចឹងទៅអូខេមកឥឡូវបាទដល់អូនោះគេបានរបស់អីស៊ីនោះអូឆ្ងាញ់ដល់ហើយនោះអូខេអូយលោកស៊ុនអ៊ូខុងហើយលោកស៊ុនអ៊ូខុង